อบមនុស្សទាំងអស់លើផែនដីណាហ្នឹងហើយអាហ្នឹងមួយថ្ងៃផងចាហើយចូលតម្រាំដល់ទៅមួយឆ្នាំហ្នឹងហើយ365ថ្ងៃថែម6ម៉ោងទៀតហ្នឹងហើយក្នុងមួយឆ្នាំយើងគ្រាន់តែរាប់ថ្ងៃ365ថ្ងៃប៉ុន្តែ6ម៉ោងថែម6ម៉ោងទៀតអញ្ចឹងទៅបាន4ឆ្នាំទៅបានខែកុម្ភៈហ្នឹងថែម29ហ្នឹងហើយកុម្ភៈយើងដឹង28ណាហ្នឹងហើយបូកកុម្ភៈខែ2ហ្នឹង28អាហ្នឹងបូកទៅតែមាន30 31អញ្ចឹងណាហ្នឹងហើយនឹង28ហ្នឹងទៅគ្រប់12ខែទៅបាន365ហើយបូកមើលទៅឃើញហើយ365ប៉ុន្តែហ្នឹងយើងទុក6ម៉ោងហ្នឹងដល់4ដងណារំលង3ឆ្នាំទៅចូលឆ្នាំទី4ហ្នឹងថែមមួយថ្ងៃ6 4ដងវា24ហ្នឹងហើយចូលបាន6ម៉ោងនោះមកពីណាមួយឆ្នាំហ្នឹងគឺដោយសារផែនដីវិលជំវិញព្រះអាទិត្យហ្នឹងហើយ365ថ្ងៃថែម6ម៉ោងបានមួយជុំព្រះអាទិត្យហ្នឹងហើយយើងបើគិតទៅតាមហ្នឹងហឺហាណាហ្នឹងហើយមិនមែនធម្មតាទេវិលជំវិញព្រះអាទិត្យហ្នឹងហើយក្នុងមួយឆ្នាំបានមួយជុំហើយហ្នឹងហើយ60ជុំ60ឆ្នាំ65ជុំហ្នឹងមួយជុំហ្នឹងទៅហ្នឹងហើយមើលយើងនៅរស់បាននេះអរគុណបុណ្យណាមហាសិទ្ធិសុខចិត្តអស់ប្រាក់រាប់លានដុល្លារក៏ដោយពីដើមកហបណៈណាដើម្បីឲ្យតែបានរស់ដល់អភ័យមិនមែនដូចយើងធម្មតាចេះទេណាដល់តែដឹងរឿងថាត្រូវស្លាប់អភ័យនោះវាកើតពីក្នុងវាដោលមកណាយើងអត់ដឹងណាអត់ដឹងថាអភ័យនឹងដល់ម្លឹងណាភ័យញួរដៃញួរជើងថាស្វាយមុខស្វាយមាត់ខាស់កចឹងទៅណាហើយដល់អញ្ចឹងទៅត្រូវការរស់ហើយដល់អភ័យខ្លាំងវាត្រូវការរស់ទោះជាអស់ទ្រព្យប្រមាណក៏ដោយឃើញតម្លៃនៃការរស់នឹងសម្រាប់ខ្លួនឯងមែនទេណាហើយយើងនេះចេះតែខ្ជានេះរស់ទៅលោកភ័ក្រខ្លះខឹងគេអីណានៃរឿងតិចតួចចិត្តបដែតបដោយឲ្យខឹងឲ្យស្អប់និយាយរឿងមិនល្អពីគេអីហ្នឹងវាដូចជាពេលវេលានៃការរស់យើងសម្បូរណាស់អញ្ចឹងខ្ជាពេលវេលាហ្នឹងហើយដល់ទៅត្រូវការជីវិតបានដឹងថាហៅពេញសែនក្រហ្នឹងហើយមានប្រាក់អត់អាចថាទៅទិញពេលវេលាដើម្បីរស់ទៀតបានណារស់ប្រហែលយើងនេះណាមហាសិទ្ធិព្រមអស់ប្រាក់រាប់លានដុល្លារឲ្យតែបានរស់ប្រហែលយើងមិនទាំងបានទៀតណាដូច្នេះជីវិតយើងនេះមានតម្លៃណាប៉ុន្តែយើងត្រូវប្រើប្រាស់ឲ្យជាប្រយោជន៍ព្រោះថ្លៃមែនប៉ុន្តែវាអស់ទៅមួយថ្ងៃ24ម៉ោងថ្ងៃ24ម៉ោងហ្នឹងហើយអញ្ចឹងយើងមិនអាចទៅហាមឃាត់ថាកុំឲ្យអស់តែយើងប្រើប្រាស់ឲ្យជាប្រយោជន៍ចិត្តសន្សំបុណ្យហ្នឹងហើយវាអស់ទៅមែនប៉ុន្តែវាសល់បុណ្យហ្នឹងហើយសំបុណ្យហ្នឹងហើយសំខាន់ឬយើងសំប្រាក់អញ្ចឹងណាយើងលក់ចេកមកចកាអញ្ចឹងអស់ចេកមែនប៉ុន្តែវាបានប្រាក់អញ្ចឹងណាព្រាបហ្នឹងហើយពេលវេលាអស់មែនប៉ុន្តែចិត្តគឺធម្មជាតិចិត្តនោះដោយអត្ថសន្សំណាព្រះពុទ្ធអង្គត្រាស់ដឹងបរមត្ថធម៌ព្រះអង្គត្រាស់ឲ្យយើងប្រើចិត្តដោយយើងចេះប្រើផែនដីដាំចេកដាំក្រូចដាំស្វាយអីចឹងដាំដូងដាំអីចឹងអីឬក៏ប្រើទឹកធ្វើអីវេរីគិសនីអីចឹងណាចេះប្រើណាប៉ុន្តែនេះសភាពនៃចិត្តនេះព្រះអង្គឲ្យយើងប្រើព្រោះចិត្តនឹងអាចប្រើឲ្យសំបុណ្យបានសំបុណ្យជាឧបនិស្ស័យឲ្យសម្រេចលោកុត្តរធម៌នៅយើងប្រាថ្នាបើដូចយើងតាំងចិត្តថាយើងទៅណាទៅអង្គរវត្តហ្នឹងហើយអញ្ចឹងណាអញ្ចឹងយើងធ្វើដំណើរទៅមិនមែនទៅត្រឹមពោធិ៍សាត់អីណាឬក៏ត្រឹមទៅប្រទេសមានជ័យអីសេរីសុភ័ណ្ឌអីហ្នឹងឯណាវាត្រូវទៅទៀតទៅឲ្យដល់អង្គរវត្តសៀមរាបអញ្ចឹងណាយ៉ាងណាមិញយើងប្រាថ្នាវិវត្តដាក់ហ្នឹងគឺព្រះនិព្វានណាដូច្នេះគឺថាវាអត់ជាប់នៅនឹងមនុស្សលោកទេវលោកព្រហ្មលោកអីទេឧបនិស្ស័យហ្នឹងគឺថាឲ្យសម្រេចអរិយមគ្គដោយការដែលយើងសំបុណ្យនឹងឯងចឹងបានដល់សម្បត្តិព្រះនិព្វានហើយព្រះនិព្វានបរមសុខជារៀងរហូតហ្នឹងឯងចឹងក្នុងខ្លឹមសារនៃពធពុទ្ធបរិស័ទយើងបានជ្រាបពីជីវិតរបស់យើងហ្នឹងជាទុកព្រីបីដូចរោគប៉ុន្តែបច្ច័យ4នេះ
គ្រាន់តែដូចជាថ្នាំបំបត្តិការឈឺចាប់ទេអរិយមគ្គអរិយមគ្គសោតាបត្តមគ្គជាដើមហ្នឹងអានឹងបានឲ្យជាហ្នឹងឯងហើយដល់ការជាគឺព្រះនិព្វានហ្នឹងគឺការជារោគហ្នឹងណាហ្នឹងឯងដោយអំណាចអរិយមគ្គទៅវាលះសេចក្តីប្រកាន់ថាយើងថារបស់យើងហ្នឹងណាអានឹងឯងថាអាសេចក្តីប្រកាន់មិនកើតឡើងហ្នឹងឯងនិព្វានសម្បត្តិហើយអ្នកដែលបានអរិយមគ្គហ្នឹងឯងឈ្មោះថាបានព្រះនិព្វានហ្នឹងឯងមិននៅក្នុងសេចក្តីសម្គាល់ខ្លួនយើងបានផ្ទះបានដីអីទៅយើងទៅបាននិព្វានអត់មាននិព្វានជារបស់អីដែលយើងបានទេប៉ុន្តែការដែលលះអាសេចក្តីប្រកាន់ថាយើងនឹងឯងដោយសោតាបត្តមគ្គអាក្តីប្រកាន់មិនកើតឡើងជារៀងរហូតនឹងឯងបានសម្បត្តិព្រះនិព្វានបរមសុខដ៏ទៀងទាត់នឹងបានទាំងនៅរស់ហ្នឹងណាអ្នកបានសម្បត្តិព្រះនិព្វានហ្នឹងមិនមែនស្លាប់ទៅបាននៅណាទេស្លាប់បញ្ញខណ្ឌបែកធ្លាយហ្នឹងឯងគ្រាន់តែព្រះអរហន្តចតិចិត្តហ្នឹងមិនជាបច្ច័យនៃបដិសន្ធិហ្នឹងហើយប៉ុន្តែបញ្ញខណ្ឌបែកធ្លាយមិនទៀងជាទុកទេតើបញ្ញខណ្ឌព្រះសម្មាសម្ពុទ្ធបញ្ញខណ្ឌព្រះអរហន្តហ្នឹងមិនទៀងជាទុកហ្នឹងហើយតែព្រះនិព្វានគឺការមិនកើតឡើងនៅកិលេសវត្តៈកម្មវត្តៈវិបាកវត្តៈហ្នឹងហើយព្រះនិព្វានមានណាវិវត្តៈហ្នឹងឯងណាអញ្ចឹងអ្នកដែលបានសម្បត្តិព្រះនិព្វានគឺអ្នកដែលបានអរិយមគ្គសមុឆេតបហានៈទៅការមិនកើតឡើងនៅវត្តៈហ្នឹងឯងចឹងជារៀងរហូតគឺណាបរមសុខទៅព្រោះមិនកើតនៅវត្តទុក្ខកិលេសវត្តៈកម្មវត្តៈវិបាកវត្តៈហ្នឹងឯងដែលជាឬក៏ប្រៀបដូចថាបញ្ញខណ្ឌហ្នឹងដូចជារបស់ធ្ងន់ជាភារៈអញ្ចឹងណាហ្នឹងឯងហើយចំណែកតណ្ហានេះអាហ្នឹងដូចការលើកភារៈអញ្ចឹងគាត់ថាពីមួយជាតិទៅមួយជាតិពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងគឺថារែកពុនលីសែងភារៈទៀននាងទុកខាងលោកេអញ្ចឹងទៅឯព្រះនិព្វានគឺការដាក់ភារៈហ្នឹងចោលដោយការមិនប្រកាន់ណារបស់ក្នុងលោកហ្នឹងគឺប្រគល់ឲ្យលោកហ្នឹងហ្មងអ្វីទៅតាមសេចក្តីពិតណាបានអីណាមានអីការប្រគល់ឲ្យលោកហ្នឹងគឺសត្វលោកហ្នឹងរបស់មិនទៀងជាទុកហ្នឹងគឺដោយការមិនប្រកាន់ណាបានអីក៏អត់មានដូចថាដៅកាហាយក្នុងចិត្តដូចចំណែនអីនឹងអ្នកអតីឬផ្ទះសាអីចង់ដណ្ដើមចង់ប្រជែងអីវាអត់មានអាចិត្តហ្នឹងណាព្រោះមិនមានសេចក្តីប្រកាន់ហ្នឹងណាហ្នឹងឯងដោយអំណាចនៃអរិយមគ្គអតីតប្រកាន់ហ្នឹងវាអត់មានណាអញ្ចឹងរបស់ក្នុងលោកហ្នឹងប្រគល់ឲ្យលោកហ្នឹងណាហ្នឹងឯងតែភារៈនិខេបណាំងសុខខាងគឺព្រះនិព្វានហើយអរិយមគ្គឧបាយក្នុងការដាក់ចោលហ្នឹងអរិយមគ្គហ្នឹងគឺការលះកាត់អាសេចក្តីប្រកម្មហ្នឹងឯងឈ្មោះថាជាឧបាយក្នុងការដាក់ចោលហ្នឹងឯងឬក៏ដូចជាថានិយាយពីទុក្ខសច្ចហ្នឹងវាដូចជាស្រុកអត់បាយទូរភឹកអត់បាយតណ្ហានោះដូចជាអត់ភ្លៀងអត់បាយមកវាអត់មានភ្លៀងអត់មានទឹកធ្វើស្រែហ្នឹងឯងប៉ុន្តែអរិយមគ្គដូចភ្លៀងមានទឹកត្រឹមត្រូវធ្វើស្រែបានបាយហ្នឹងគឺព្រះនិព្វានហ្នឹងបានសេចក្តីសុខហ្នឹងណាបានបាយហ្នឹងក៏ប្រៀបហ្នឹងឯងប្រៀបច្រើនណាស់នៅក្នុងសច្ចវិភាំងប្រៀប4 7ដងហ្នឹងឯងសច្ចវិភាំង7ព្រះអភិធម្មសច្ចវិភាំងគោហ្នឹងរហូតមកដល់ថាទុក្ខសច្ចហ្នឹងដូចត្រើយអាយត្រើយហ្នឹងមានរោគមានចោលមានអីចឹងណាហ្នឹងឯងហើយសេចក្តីទុក្ខក្តីលំបាកអីផ្សេងហ្នឹងមានចោលមានខ្មាំងអីហ្នឹងជាហេតុនៃសេចក្តីទុក្ខហ្នឹងឯងហើយអន្លង់ដែលឆ្លងទៅអត់រួចកសែទឹកហ្នឹងជាសមុទយៈសច្ចៈហ្នឹងគឺអន្លង់4ហ្នឹងកាមកខៈតណ្ហាហ្នឹងប៉ុន្តែដល់ទៅក្បូនគឺអរិយមគ្គទានសិលភាវនាយើងនេះគឺទោះជាសេចក្តីសុខនឹងមិនទៀងក៏ដោយប៉ុន្តែយើងអាចប្រើយកសេចក្តីសុខដែលប្រសិទ្ធៈទោសនឹងមកប្រើសាងអរិយមគ្គបើកាមសុខអានឹងអត់យកមកប្រើអីកើតទេអានឹងគឺថាស្រាពុលហ្មងស្រាសវឹងឲ្យពុលទៀតទឹកខ្មុំផ្អែមមែនលេងទៅដោយថ្នាំពឹសអានឹងយកមកប្រើអត់បានទេអានឹងហេតុនៃសេចក្តីទុក្ខហ្នឹងឯងថ្នាំពឹសពុលហ្នឹងតែនេះកុសលធម៌ដែលយើងមានទានមានសិលភាវនាទៅសេចក្តីស្ងប់ស្ងាត់របស់អ្នកដែលត្រេកអរក្នុងទីស្ងាត់ជាអ្នកមានធម៌បានស្ដាប់ហើយពិចារណាឃើញនៅធម៌នេះយើងយកមកប្រើក្នុងទានក្នុងសិលសមថបស្សនាបានហ្នឹងឯងសាងក្បូនអរិយមគ្គឆ្លងទៅកម្មត្រូវនេះគឺព្រះនិព្វានហ្នឹងឯងហ្នឹងក្នុងនៃព្រៀបអរិយសច្ចៈទាំង4ហ្នឹងក្នុងសច្ចៈវិភាំងហ្នឹងអញ្ចឹងក៏សូមឲ្យពុទ្ធបរិស័ទយើង
ដោះស្រាយបញ្ហាដោយថាក្នុងការកសាងផ្ទះបាយអីហ្នឹងចឹងទៅយ៉ាងណាយើងដោះស្រាយបញ្ហាជីវិត